សូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មានក៏ដូចជាជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបង្ហាញជូនជនរួមជាតិអំពីការទូតសកម្មរបស់រាជរដ្ឋាភិបាលទាំងក្នុងនិងក្រៅប្រទេសដើម្បីផលប្រយោជន៍ជាតិក៏ដូចជាការពារទឹកដីនិងប្រជាពលរដ្ឋគណៈពេលនេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាកំពុងបំពេញបេសកកម្មការទូតយ៉ាងមមាញឹកនៅលើឆាកអន្តរជាតិចប់ពីសហរដ្ឋអាមេរិកសម្ដេចប្រមុខរាជរដ្ឋាភិបាលបានអញ្ជើញដល់ទ្វីបអឺរ៉ុបនិងកំពុងមមាញឹកក្នុងការជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃស្ថាប័នកម្ពុជាអន្តរជាតិដូចជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី80និងអនុប្រធានកាកបាទក្រហមអន្តរជាតិព្រមទាំងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនានាដូចជាប្រធានាធិបតី Timor Leste ជាដើមគោលបំណងនៃជំនួបទាំងនោះគឺប្រកាសណាស់ថាដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពិភាក្សាអំពីបញ្ហាសំខាន់ដែលថ្នាក់តំបន់និងអន្តរជាតិកំពុងតែប្រឈមមុខខណៈដែលបញ្ហាព្រំដែនកម្ពុជាថៃគឺជាប្រធានបទក្តៅមួយដែលសហគមន៍អន្តរជាតិបាននឹងកំពុងផ្ដោតការចាប់អារម្មណ៍ខ្លាំងនិងតាមដានយ៉ាងយកចិត្តទុកដាក់នៅទីក្រុង Washington សម្ដេចមហាបវរធិបតីបានជម្រាបជូនដៃគូសន្ទនាអំពីស្ថានភាពព្រំដែនកម្ពុជាថៃហើយបានសង្កត់ធ្ងន់ថាសន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជានិងបានអំពាវនាវឲ្យមានការអនុវត្តយ៉ាងពេញលេញនិងដោះស្រាយដោយស្មោះត្រង់នៅកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជាថៃការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ការវិលត្រឡប់របស់ប្រជាពលរដ្ឋស៊ីវិលទៅកាន់ផ្ទះសម្បែងនិងការរស់នៅដោយសុវត្ថិភាពមិនមានការគំរាមកំហែងនិងមិនប្រើកម្លាំងប្រឡេកមើលមកក្នុងប្រទេសវិញសកម្មភាពការទូតក៏បាននឹងកំពុងប្រព្រឹត្តទៅយ៉ាងសកម្មមមាញឹកជាក់ស្ដែងនៅថ្ងៃទី23ខែកុម្ភៈឆ្នាំ2026លោកជំទាវ អៀត សោភារដ្ឋមន្ត្រីស្ដីទីនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំអង្គទូតតំណាងទីភ្នាក់ងារអង្គការអន្តរជាតិប្រចាំកម្ពុជាចុះពិនិត្យទីតាំងនៅភូមិជោគជ័យភូមិព្រៃច័ន្ទនិងតំបន់បឹងត្រកួនក្នុងខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជាដែលកងទ័ពថៃបានឈ្លានពានកាន់កាប់ដោយអាវុធហើយបន្តដាក់ពង្រាយទូកុងតឺន័រនិងបន្លាលួសបិទផ្លូវរារាំងប្រជាពលរដ្ឋមិនឲ្យត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញនេះមិនមែនជាលើកដំបូងទេដែលសកម្មភាពការទូតបែបនេះត្រូវបានរៀបចំឡើងប៉ុន្តែគឺជាការធ្វើបន្តជាប្រចាំយ៉ាងសកម្មនិងឥតឈប់ឈរក្នុងបុព្វហេតុការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងការពារប្រជាពលរដ្ឋដែលរងការរំលោភបំពានក្រៅពីនោះក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក៏តែងតែធ្វើបទបង្ហាញជូនប្រធាននិងតំណាងនៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិអំពីបច្ចុប្បន្នភាពនៃការវិវត្តស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃចំណែកស្ថានតំណាងកម្ពុជានៅក្រៅប្រទេសក៏បានធ្វើចលនាការទូតយ៉ាងសកម្មដើម្បីឲ្យបណ្ដាប្រទេសជាមិត្តនិងសហគមន៍អន្តរជាតិបានយល់ពីការពិតនិងពីជំហរដ៏ត្រឹមត្រូវរបស់កម្ពុជាដែលទាមទារចង់បានដំណោះស្រាយដោយសន្តិភាពតាមគោលការណ៍ច្បាប់អន្តរជាតិគិតចាប់តាំងពីថ្ងៃទី24ខែកក្កដាឆ្នាំ2025ដែលកងទ័ពថៃបានបើកការវាយប្រហារបំពានមកលើកម្ពុជាទាំងថ្នាក់ដឹកនាំកម្ពុជាទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនានារហូតដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានបំពេញការងារយ៉ាងសកម្មខ្លាំងក្លាបំផុតដើម្បីការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីក៏ដូចជាការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋភៀសសឹកខណៈដែលការតវ៉ាប្រឆាំងទៅនឹងការរំលោភបំពានក៏ត្រូវធ្វើឡើងនៅគ្រប់ករណីទាំងអស់ដោយគ្មានខ្វះចន្លោះឡើយគ្រាន់តែក្នុងអំឡុងពេលជាង6ខែចុងក្រោយក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានកំណត់ទូតវ៉ាសេចក្តីថ្លែងការណ៍ញត្តិថ្កោលទោសលិខិតបកស្រាយឬបំភ្លឺផ្សេងគ្រប់ទម្រង់
ចំនួនជិត700លើកហើយបាននឹងកំពុងបន្តធ្វើជាបន្តបន្ទាប់ឆ្លើយតបទៅនឹងគ្រប់ករណីដែលមានការរំលោភបំពានជាក់ស្ដែងកាលពីថ្ងៃទី22ខែកុម្ភៈឆ្នាំ2026រាជរដ្ឋាភិបាលកម្ពុជាក៏បានតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃនិងការអនុវត្តនីតិថៃដោយល្មើសច្បាប់កម្ពុជាក្នុងដែនសមុទ្រកម្ពុជាដោយបានចាប់ខ្លួនពលរដ្ឋកម្ពុជា3នាក់និងបានរឹបអូសនាវានេសាទរបស់ពួកគេផងនៅជិតកោះយ៉ខេត្តកោះកុងរបស់កម្ពុជាអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបថាសកម្មភាពទាំងអស់នេះសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលប្រកបដោយការទទួលខុសត្រូវបំផុតនិងក៏ដូចជារបស់ថ្នាក់ដឹកនាំដែលចាត់ទុកការការពារបូរណភាពទឹកដីនិងប្រជាជនគឺជាអាទិភាពខ្ពស់បំផុតដោយដែលសម្ដេចមហាបវរធិបតីបានបញ្ជាក់ស្រាប់ការងារការទូតយ៉ាងសកម្មទាំងក្នុងនិងក្រៅប្រទេសបែបនេះបានបង្ហាញឲ្យឃើញថាឆន្ទៈនិងការបដិញ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលដើម្បីការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋបាននឹងកំពុងបង្ហាញសកម្មភាពជាក់ស្ដែងធ្វើឲ្យពលរដ្ឋបានឃើញគ្រប់គ្នាហើយប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីបានអបអរសាទរនិងគាំទ្រសកម្មភាពបែបនេះយ៉ាងខ្លាំងសូមបញ្ជាក់ជូនជាថ្មីថាកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមកកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតឡើងចេញពីការប្រើប្រាស់កម្លាំងអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិជ្រាបជាព័ត៌មានសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះបាទ